សួស្តីបងប្អូនថ្ងៃនេះខ្ញុំមានរឿងមួយចង់ចែករំលែកដល់បងប្អូនខ្មែរយើងគឺខែ summer គឺយើងសម្បូរពោតខ្ចីពោតស្រស់ហើយមិនចឹងពោតស្រស់ហ្នឹងយើងទិញពីស្ទ័រមកពេលយើងស្ងោរយើងបកសម្បកឲ្យយើងកុំឲ្យចោលសក់វាណាសក់ពោតណានេះខ្ញុំទឹមប្រមូលសក់ពោតនេះទុកសក់ពោតនេះយើងយកមកដាំទឹកញ៉ាំដូចទឹកតែអញ្ចឹងណាគឺមានថាប្រយោជន៍ច្រើនណាចំពោះសុខភាពរបស់យើងគឺជួយទឹកនោមផ្អែមជួយដូចថារាកនោមរាកអីចឹងអាចជួយបានហើយ kidney stone លលាកកម្រងនោមហើយគឺមានថាប្រយោជន៍សម្រាប់យើងដូច្នេះហើយកុំឲ្យចោលយកមកដាំទឹកញ៉ាំទៅចាហ្នឹងហើយខ្ញុំគ្រាន់តែជួយចែករំលែកប៉ុណ្្នឹងទេនេះគឺ home remedy អ្វីដែលខ្ញុំបានដឹងបានធ្លាប់ប្រើប្រាស់ហើយមានថាប្រយោជន៍ចំពោះសុខភាពរបស់យើងខ្ញុំចេះតែចង់ជួយចែកដល់បងប្អូនខ្មែរយើងណាឲ្យគាត់ដឹងអ្នកខ្លះគាត់អត់ដឹងអ្នកខ្លះគាត់មិនដឹងអញ្ចឹងចាតែប៉ុណ្្នឹងទេចាអរគុណ